បើក្បាលវីដេអូមកបងប្អូនទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាតើថ្ងៃនេះនាងខ្ញុំនាំសិស្សលេងល្បែងសិក្សាគេដែរសម្រាប់លោកគ្រូអ្នកគ្រូមួយចំនួននៅពេលដែលគាត់ឃើញសកម្មភាពប្រព័ន្ធនេះគាត់នឹងអាចដឹងថាចានាងខ្ញុំលេងល្បែងសិក្សាអីគេហើយចាល្បែងសិក្សានេះមានឈ្មោះថាអ្នកនាំសារល្បែងសិក្សានេះផងដែរគឺពិតជាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់កូនសិស្សគឺវឹកហាត់ឲ្យពួកគាត់នឹងចេះស្វ័យសិក្សារៀននៅផ្ទះដោយខ្លួនឯងមានទំនួលខុសត្រូវលើទូនាទីរៀងៗខ្លួនផ្ដល់នូវភាពសប្បាយរីករាយវឹកហាត់រៀនអានរៀនសរសេរនៅផ្ទះដើម្បីទទួលបានជ័យលាភីចាជ័យជំនះនៅពេលដែលប្រកួតហើយមុននឹងឈានទៅដល់ការប្រកួតនៅថ្ងៃនេះនាងខ្ញុំបានបែងចែកពួកគាត់ចាជាក្រុមដោយមួយក្រុមមាន3នាក់ហើយក៏បានចាប់ឆ្នោតដើម្បីដឹងថាក្រុមណាត្រូវប្រកួតជាមួយនឹងក្រុមណាហើយបែងចែកពាក្យដែលពួកគាត់ត្រូវសរសេរឲ្យពួកគាត់រៀនសរសេរនៅផ្ទះអញ្ចឹងបន្ទាប់ពីកំណត់ពាក្យបែងចែកពាក្យរួចរាល់បែងចែកក្រុមរួចរាល់ហើយគឺដល់សប្តាហ៍ដែលយើងត្រូវធ្វើការប្រកួតចំពោះតួនាទីរបស់ពួកគាត់អ្នកខាងក្រោយគេគឺគាត់មានតួនាទីជាអ្នកអានពាក្យហើយអ្នកដែលនៅកណ្ដាលគឺគាត់មាននាទីជាអ្នកស្ដាប់ពីអ្នកខាងក្រោយហើយបន្តនាំសារនាំពាក្យហ្នឹងទៅប្រាប់អ្នកខាងមុខហើយអ្នកខាងមុខគឺមានតួនាទីជាអ្នកសរសេរអញ្ចឹងនាងខ្ញុំបានកំណត់នាទីរួចរាល់នាងខ្ញុំបានប្រាប់ពាក្យទៅកាន់ពួកគាត់ចាឲ្យពួកគាត់អានហើយខ្សឹបបន្តគ្នានាំសារបន្តគ្នារហូតទៅដល់ការសរសេរបញ្ចប់នៅលើក្តារខៀនហើយបន្ទាប់ពីសរសេរចប់រួចរាល់ពួកយើងក៏បានធ្វើកំណែចាជាមួយសិស្សនៅក្នុងថ្នាក់ទាំងអស់គ្នាថាតើក្រុមណាចាទទួលបានជ័យលាភីក្រុមណាដែលសរសេរត្រូវបានពាក្យច្រើនជាងគេ